ក្រសួងព័ត៌មានសហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ថ្នាក់ដឹកនាំទីប្រឹក្សាមន្ត្រីរាជការជំនួយការមន្ត្រីជាប់កិច្ចសន្យានិងសមាជិកគ្រួសាររបស់មន្ត្រីរាជការនៃក្រសួងព័ត៌មាននៅទីស្តីការក្រសួងដែលធ្វើឡើងរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី5ដល់ថ្ងៃទី6ខែមីនាឆ្នាំ2026ដើម្បីសម្រួលដល់ការធ្វើឯកសារផ្លូវការនិងធានាបាននូវភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណនៅក្នុងឱកាសនេះដែរលោកជំទាវ តុយ សិរីរតនៈ នេតភត្រាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មានបានអញ្ជើញមកបំពេញបែបបទថ្មីនិងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មានផងដែរតាមការបញ្ជាក់របស់ឯកឧត្តមសេនីយ៍តូសកៅថារារតប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានឲ្យដឹងថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវបានផ្ដល់ជូនបុគ្គលិកមានសញ្ជាតិខ្មែរគ្រប់រូបដែលមានអាយុចាប់ពី15ឆ្នាំឡើងទៅអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាពរយៈពេល10ឆ្នាំគិតចាប់ពីកាលបរិច្ឆេទផ្ដល់ចំពោះបុគ្គលដែលមានអាយុចាប់ពី15ឆ្នាំរហូតដល់60ឆ្នាំនិងមានសុពលភាពអចិន្ត្រៃយ៍គិតចាប់ពីកាលបរិច្ឆេទផ្ដល់ចំពោះបុគ្គលិកដែលមានអាយុចាប់ពី60ឆ្នាំឡើងប្រជាពលរដ្ឋដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាពឬមានសុពលភាពតិចជាង180ថ្ងៃសូមអញ្ជើញទៅបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃដូច្នេះក្នុងឱកាសនៃការរៀបចំនៅក្រសួងព័ត៌មានគឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណដែលជាឯកសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងការងាររដ្ឋបាលនិងសកម្មភាពប្រចាំថ្ងៃក្រុមការងារពាក់ព័ន្ធបានចុះអនុវត្តការងារដោយផ្ទាល់ដើម្បីប្រមូលទិន្នន័យថតរូបនិងបំពេញនីតិវិធីតាមបច្ចេកទេសស្របតាមបទដ្ឋានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគួរជម្រាបផងដែរថាសកម្មភាពនេះក៏បានបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងព័ត៌មាននិងក្រសួងមហាផ្ទៃក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាលនិងការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើងជូនដល់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ